3 នាក់នេះមិនឡំនឹងចឹងបាទ3នាក់ធ្វើនេះហកមកហកក្រោយថៃដែរណាឬកដោចឹងថៃខ្លាចកដោហ្មងខ្លាំងយកទឹកមកពីណាវិញបងទឹកយកពីព្រែកក្រោមមកឡូវរៀងដូចជារីងខ្លាំងដល់ណាចឹងខំថាធ្វើស្រូវហ្នឹងទឹកបថុយហើយគឺថាវាបានតម្លៃខ្ពស់បាទប្រជាពលរដ្ឋបានបន្ថែមថាការធ្វើស្រូវរដូវទី2នេះមានការព្រួយបារម្ភពីសត្វកណ្ដុរយាយីបំផ្លាញដែរដោយសារតែជុំវិញនេះសុទ្ធតែជាព្រៃមានន័យថាព្រៃច្រើននៅជុំវិញហ្នឹងហើយឆ្លងពីអូនទៅគឺជាវាលតំបន់3គាត់ថាដល់ពេលតំបន់3ជាតំបន់ព្រៃហើយដែលគេអត់មានធ្វើស្រូវធ្វើស្រែហ្នឹងគឺថាព្រៃដុះញុកដល់ចឹងទៅកណ្ដុរខ្លាចតែកណ្ដុរញុកហ្នឹងសម្រុកមកស៊ីស្រូវពួកគាត់គាត់ថាបើធ្វើទាំងអស់គ្នាទៅគាត់ថាវាសាយភាយពីហ្នឹងវាអត់អីគណៈដែលរដូវមុនស្រូវក្រោម 1000 រៀលក្នុង1 គីឡូក្រាមហើយគាត់រំពឹងថានៅរដូវនេះនឹងអាចស្រូវនឹងអាចឡើងស្គូសំវិញគណៈដែលអ្នកភូមិអ្នកស្រុកដែលមិនធ្វើស្រូវនេះមូលហេតុដោយសារតែទី1គាត់ខ្លាចតម្លៃស្រូវនឹងកាន់តែចុះទាបបានអត់ធ្វើហើយទី2រដូវទី2នេះប្រឈមសត្វយាយីបំផ្លាញហើយទី3នោះគឺខ្វះប្រភពទឹកគណៈដែលព្រែកដែលនៅព្រំប្រទល់ជាមួយនឹងខេត្តកំពង់ធំនោះគាត់ថាមានការគោករាក់លើទៅហើយពួកគាត់រំពឹងលើទឹកព្រែកហ្នឹងបូមពីក្រោមមកដាក់ឲ្យលើហើយបានប្រហូរពីលើហ្នឹងចុះទៅក្រោមតាមស្រែត្រឡប់ទៅវិញហើយពួកគាត់រំពឹងថាតម្លៃស្រូវនឹងមានតម្លៃខ្ពស់នៅពេលប្រមូលផលរួចហើយគាត់រំពឹងថានៅរដូវទី2នេះមិនមានសត្វកណ្ដុរបំផ្លាញខ្ញុំបាទចាំរឿង PNN ធ្វើស្គីរាយការណ៍ពីស្រុកបាធាយខេត្តកំពង់ចាមសូមអរគុណសូមគោរពលាចលនានាងមុននឹងបញ្ចប់យើងសូមជូននៅទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃដោយនៅថ្ងៃម្សិលមិញនេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន5លើកបណ្ដាលឲ្យមនុស្សស្លាប់ចំនួន7នាក់របួសធ្ងន់ស្រាល21នាក់ដែរមូលហេតុមានតែ2ទេគឺល្មើសល្បឿនកំណត់ចំនួន2លើកនិងមិនគោរពសិទ្ធិចំនួន3លើកសូមចូលរួមគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាដែលយើងសង្កេតឃើញថានៅរាល់ពេលមុនទៀនករណីគ្រោះថ្នាក់ចរាចរណ៍អ្នកស្លាប់និងរបួសតែងតែមានការកើនឡើងចា៎អរគុណយើងសូមបញ្ចប់កម្មវិធីព័ត៌មានរបស់យើងនៅវេលាព្រឹកនេះត្រឹមតែប៉ុណ្ណេះចុះនៅថ្ងៃស្អែកយើងនឹងមើលត្រឡប់ជួបគ្នាតាមពេលវេលានៅម៉ោងដដែលគណៈនេះក្រុមការងារព័ត៌មានថ្មីព្រឹកនេះសូមអរគុណសូមគោរពលាចា៎